បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទហើយថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅដើមឈើមួយប្រភេទបាទប៉ុន្តែសម្រាប់ដើមឈើមួយប្រភេទនេះខ្ញុំបានធ្វើវីដេអូលើកមុនរួចហើយពុកម៉ែបងប្អូនគឺដើមនេះមានឈ្មោះថាដើមរាំងបាទហើយដើមរាំងនេះគឺវាមានអត្ថប្រយោជន៍ច្រើនបាទសម្រាប់ធ្វើថ្នាំផងហើយនឹងសម្រាប់យកត្រួយវាខ្ចីទៅធ្វើជាបន្លែបាទបរិភោគបានផងបាទប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនអំពីលក្ខណៈផ្កាវាបាទផ្ការាំងបាទថាតើផ្ការាំងហ្នឹងវាមានរូបរាងលក្ខណៈយ៉ាងដូចម្ដេចបាទហើយក៏សូមបញ្ជាក់ពុកម៉ែបងប្អូនដែរថាផ្ការាំងនេះវាមានលក្ខណៈពិសេសមួយបាទហើយខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនហើយដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងនេះជាផ្ការាំងបាទដែលវាមិនទាន់រីកបាទវាមានពណ៌បាទផ្កាឈូកលាយក្រហមហើយវាមានលក្ខណៈជាបាទតងវាជាវែងបាទដូចរំយោលអញ្ចឹងពុកម៉ែបងប្អូនបាទវែងបាទគិតសម្រាប់តងដែលវាល្អវិញសឹងតែកន្លះម៉ែត្រពុកម៉ែបងប្អូនបាទវែងអញ្ចឹងហើយនេះជាផ្ការាំងដែលខ្ញុំថតនៅពេលថ្ងៃបាទគឺវាមានលក្ខណៈបាទកំពុំអញ្ចឹងបាទវាមិនទាន់រីកហើយនឹងចាប់ដើមរីកតិចខ្ញុំថតនេះគឺថតនៅពេលព្រឹកបាទអ្វីដែលខ្ញុំចង់បង្ហាញចែកជូនពុកម៉ែបងប្អូននោះគឺថាផ្ការាំងនេះឬក៏ដើមរាំងនេះគឺវាមានផ្កាលក្ខណៈវែងអញ្ចឹងបាទហើយលក្ខណៈដែលពិសេសដែលខ្ញុំចង់ពិពណ៌នាអំពីផ្ការបស់វានៅក្នុងវីដេអូនេះគឺដោយសារតែដើមរាំងវាមានលក្ខណៈពិសេសមួយគឺផ្កាវាមិនមែនរីកនៅពេលព្រឹកពេលថ្ងៃឬក៏ពេលរសៀលទេពុកម៉ែបងប្អូនបាទផ្កាដើមរាំងនេះគឺវាចាប់ដើមរីកគឺនៅពេលយប់បាទឬក៏យើងហៅថាពីប្រលប់ចុះបាទពីប្រលប់រហូតដល់បាទយប់ជ្រៅនិយាយទៅរហូតដល់ចិត្តភ្លឺបាទគឺនិយាយទៅរួមគឺវារីកនៅពេលយប់បងប្អូនបាទគឺមិនមែនរីកនៅពេលថ្ងៃទេដោយសារតែនេះជាលក្ខណៈធម្មជាតិរបស់ដើមរាំងបាទខ្ញុំទើបតែបានដឹងឬក៏កំណត់សម្គាល់ដឹងថាថ្មីនេះទេពុកម៉ែបងប្អូនដោយសារតែវីដេអូមុនខ្ញុំបានថតទៅបាទថតដល់រដូវតាវាលាស់ស្លឹកប៉ុន្តែដោយសារឥឡូវនេះគឺវាចាប់ដើមចេញផ្កាហើយពុកម៉ែបងប្អូនបាទនេះជាផ្កាដែលវារីកហើយវាជ្រុះនៅពេលថ្ងៃពុកម៉ែបងប្អូនបាទខ្ញុំឆ្ងល់ដែរបាទដោយសារតែខ្ញុំអត់បានដឹងនៅពេលដែលព្រឹកឡើងខ្ញុំឃើញវារីកហើយវាធ្លាក់តែម្ដងបាទវាធ្លាក់អស់អញ្ចឹងទេខ្ញុំឆ្ងល់ក៏ខ្ញុំសង្កេតមើលហើយក៏បានដឹងថាផ្កានេះបាទគឺវាចាប់ដើមរីកគឺនៅពេលយប់បាទនេះបងប្អូនបាទខ្ញុំថតខ្ញុំយកពិលបាទយកពិលទៅជួលវាមើលទើបដឹងថាផ្កានៃដើមរាំងនេះគឺវារីកនៅពេលយប់បាទខ្ញុំទើបតែដឹងបាទហើយក៏ខ្ញុំឆ្ងល់ដែរបាទនៅពេលដែលថ្ងៃឃើញវាធ្លាក់អស់ហើយនៅពេលដែលខ្ញុំចាប់ដើមចង់ថតវីដេអូបង្ហាញចែកជូនពុកម៉ែបងប្អូននៅពេលថ្ងៃគឺវាអត់មានរីកទេពុកម៉ែបងប្អូនបាទវាធ្លាក់អស់តែម្ដងអញ្ចឹងទេខ្ញុំក៏ទៅត្រួតពិនិត្យក៏ដូចជាស្វែងយល់វាពេលយប់បាទទើបដឹងថាអូបាទផ្កានេះវាធ្លាក់មកពេលព្រឹកឬក៏ពេលថ្ងៃអញ្ចឹងដោយសារតែវារីកពេលយប់បាទហើយលក្ខណៈផ្កាដែលវារីក
mai bong bồn ai tu sna nó không video này bán vấn đề có xôm chia sẻ nơi xa để phim thọt về giúp hay dừng giúp thọt chẳng tới vì ai công lưới vì ai thập bị bạ nông ca mơ mình tích bàn tay xôm bụng mai bong bồn ai tu sna video này ba đêm hai và hai mà mình sau chỉ ba đêm mà ba này chỉ là cái nạ cả đam riang đại về ri skuski nó pe dục mà phim sông pi po niệm pi po vía cứ đôi bụng màng của màn khơi trắng cứ vì miền là cái nạ chỉ tông veng vén chỉ dốt hay vì ri cứ vì miền po cỏ hóm mà po cỏ hóm lia po cà chục tịch tịch mà cà chục tịch tịch sầmรับcà đại ở vì từ tại ri cứ vì miền cà chụcเลี้ยมาให้เปบริคลางให้ก็วิมีนการชุกเลี้ยได้คือวิเลี้ยนกุลมากุลกากุลกิซอวิมาให้วิมีนโดยจีโรมนี่บางคนมาหรือก็กิฮาวทาปรุยจักบางคนมาปรุยหรือก็โรมเวียนบางมีนลักษณะก็หอมเพราะมีลักษณะการชุกพองมาปันแต่ไปยังปีนี้มือพิจารณาคือวิมีนปอกหอมภายจี50-100ហើយនឹងពណ៌ផ្កាឈូកภายจีអាចថា30ទៅ40%ឯប្រហែល4ហើយសម្រាប់ផ្កាដែលខ្ចីវិញគឺវានៅមានពណ៌បៃតងស្តៀងទៅនឹងស្លឹកឡើយទេដែលវាមិនទាន់រីកបាទនេះជាលក្ខណៈពិសេសមួយបាទសម្រាប់ផ្កាដើមរាំងបាទគឺស្អាតមែនទែនវាមានលក្ខណៈជារំយោលវែងបាទបើសិនជាផ្កានេះវារីកនៅពេលថ្ងៃវិញគឺពិសេសមែនទែនបាទស្អាតណាស់បាទសម្រស់ផ្កានេះមើលទៅគួរឲ្យទាក់ទាញបាទដូចបងប្អូនតែទស្សនានៅក្នុងវីដេអូនេះអញ្ចឹងគឺស្អាតមែនទែនហើយបើតាមខ្ញុំដឹងដូចជាមានដើមឈើយើងដាំមួយប្រភេទក៏អាចផ្កានៅពេលយប់ក៏រីកពេលយប់បងប្អូនដូចជាដើមទុរេនណាបើតាមខ្ញុំមើលខាងអ្នកដាំតរេនគាត់បានបញ្ជាក់ថាផ្កាតរេនហ្នឹងគឺរីកនៅពេលយប់ដែរសម្រាប់ដើមរាំងនេះគឺវារីកនៅពេលយប់ដែរបងប្អូនហើយក៏ខ្ញុំមិនទាន់ស្វែងយល់ក៏ដូចជារោគពីប្រភពផ្សេងទៀតនៃដើមឈើដែលដើមឈើណាខ្លះដែលមានលក្ខណៈដូចដើមរាំងអញ្ចឹងគឺវារីកផ្កានៅពេលយប់ដូចជាផ្កាដួលវិញគឺវារីកនៅពេលរសៀលហើយវាជះក្លិនគឺនៅពេលរសៀលដែរតែសម្រាប់ផ្ការាំងនេះគឺរស់នៅពេលយប់ហើយក្លិនវាក៏អូបនៅពេលយប់ដែរបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនចង់ដឹងច្បាស់បងប្អូនអាចស្វែងយល់វានៅពេលយប់បាទឬក៏បងពុកម៉ែបងប្អូនមានដើមរាំងចិត្តផ្ទះអីបាទអាចពិនិត្យមើលវាបានបន្ថែមបាទនេះគឺទិដ្ឋភាពបាទផ្ការាំងនៅរីកនៅពេលយប់បាទហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងនេះបងប្អូនគឺចង់បញ្ជាក់ថាដើមរាំងផ្កាវាគឺរីកនៅពេលយប់បាទហើយសង្ឃឹមថាបងប្អូនជួយចែករំលែកនៅវីដេអូនេះបាទឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់បានដឹងបាទដែលអ្នកខ្លះគឺអត់ដឹងថាតើផ្ការាំងវារីកនៅពេលណាអញ្ចឹងណាបងប្អូនបាទហើយអរគុណពុកម៉ែបងប្អូនជួបខ្ញុំនៅបាទវីដេអូក្រោយទៀតបាទ